ខ្ញុំកណាសូមថ្លែងបង្គំប្រធារាប្រធារៈគ្រប់ព្រះអង្គទៅនៅក្នុងស្រុកនៅក្រៅស្រុកសូមជម្រាបជូនដល់បងប្អូនខ្មែរក្រមយើងទៅនៅក្នុងស្រុកក៏ដូចក្រៅស្រុកហើយនិងចំពោះបងប្អូនខ្មែរយើងទាំងអស់នៅជុំវិញពិភពលោករួមទាំងនៅប្រទេសកម្ពុជាយើងនោះផងថ្ងៃនេះខ្ញុំគណៈបាទបាននៅទីក្រុងហ្សឺណែវដោយមានភារៈពីរក្នុងគោលបំណងមកនោះគឺថាណាត់ជួបជាមួយនឹងអង្គការជនភៀសខ្លួនដែលអក្សរអង់គ្លេសហៅថា UNHCR ហ្នឹងហើយទីពីរនេះគឺថាជួបគណៈកម្មការខាងសិទ្ធិមនុស្សគោលបន្ទុកខាងជំនឿសាសនាក្នុងដំណើរនេះផងដែរខ្ញុំក៏បានចូលរួមនៅគូរំលឹកនៃការបាត់បង់ទឹកដីកម្ពុជាក្រោមថ្ងៃទី4មិថុនាឆ្នាំ1949គេទទួលទៅទីក្រុងទៅប្រទេសអ៊ីតាលីនិងទៅប្រទេសបែលហ្សិកក្នុងជួបជាមួយនឹងសភាអឺរ៉ុបតមកនឹងទៅប្រទេសហូឡង់ហើយនឹងមកប្រទេសបារាំងជាចុងក្រោយនៅថ្ងៃទី19 20និង21មុនវិលត្រឡប់ទៅប្រទេសកាណាដាវិញក្នុងថ្ងៃនេះខ្ញុំសូមជម្រាបពីការជំនួបជាមួយនឹងអង្គការជនភៀសខ្លួនដែលហៅថា UNHCR ដោយលើកយកបញ្ហាពីមូលហេតុនៃប្រសង់នៃបងប្អូនយើងដែលភៀសខ្លួនជាបន្តបន្ទាប់និងបងប្អូនដែលយើងដែលភៀសខ្លួនមកយូរហើយនៅប្រទេសថៃប្រទេសសៀមនិងនៅប្រទេសកម្ពុជាហើយនឹងយកបញ្ជីជំនាញជនភៀសខ្លួនដែលនៅប្រទេសថៃនេះជូនគាត់ឲ្យគាត់បានដឹងនៅហ្នឹងទី1ទី2ទៀតគឺថាអរគុណគាត់ដែលកាលពីឆ្នាំទៅមិញហើយឆ្នាំនេះគឺថាមានក្រុមគ្រួសារខ្មែរក្រមយើងបានមកធ្វើតាំងទីលំនៅនៅប្រទេសកាណាដាទាំងនៅសហរដ្ឋអាមេរិកដើម្បីឲ្យគាត់ទៅជួយរកដំណោះស្រាយធ្វើយ៉ាងណាហ្នឹងឲ្យបានបន្តមកទៀតនៅក្នុងការជជែកគ្នាជិត1ម៉ោងហ្នឹងគឺថាគាត់បានឲ្យអនុសាសន៍ឲ្យធ្វើយ៉ាងណាឲ្យសហព័ន្ធខ្មែរកម្ពុជាក្រមក៏ជួយគាត់ដែរដើម្បីជម្រាបដល់បងប្អូនខ្មែរក្រមយើងសង្ឃខ្មែរក្រមយើងដែលភៀសខ្លួនមកប្រទេសថៃគឺថាទី1ទៅគិតថាខ្លួនជាជនភៀសខ្លួនកុំឲ្យចូលពាក់ព័ន្ធជាមួយនឹងក្រុមជាមួយនឹងអង្គការជាមួយនឹងចលនាទាំងឡាយណាព្រោះគាត់បញ្ជាក់ថាប្រទេសថៃមិនបានទទួលស្គាល់នៅសិទ្ធិរឿងជនភៀសខ្លួនទេនៅប្រទេសថៃដូច្នេះជារឿងមួយគ្រោះថ្នាក់ហើយគាត់ថាការចូលរួមនៅវ័យមួយមិនមែនជាជំនួយសម្រាប់ជំរុញឲ្យអង្គការជនភៀសខ្លួនរកទីតាំងឲ្យបងប្អូនទាំងនោះមកនៅប្រទេសទី3នោះទេគឺថាត្រូវតែធ្វើម៉េចថាយើងជនភៀសខ្លួនហើយជនភៀសខ្លួននីមួយៗគឺថាតាក់ទងទៅលើបញ្ហាផ្ទាល់ខ្លួនមិនអាចយកបញ្ហាសង្គមយកមកដាក់ទេគឺថាដោយសាររឿងខ្មែរក្រមហើយគេបានរករឿងឬក៏រកបញ្ហាដល់ប្រទេសជនណាមួយរឿងមួយដូចជារឿងត្រាវត្តដូចជារឿងសង្ខំដោយមានការលក់ដូរនៅទីវត្តអារាមអីជាដើមអាហ្នឹងគឺថាយើងត្រូវតែឲ្យយល់ច្បាស់នៅហ្នឹងនៅក្នុងប្រទេសថៃហ្នឹងគាត់ថាត្រូវតែឲ្យច្បាស់រឿងហ្នឹងកុំចាក់ទាមជាមួយអីទាំងអស់ហើយគាត់បញ្ជាក់ថារឿងជនភៀសខ្លួនមិនមែនមានន័យថាត្រូវតែបានមកតាំងទីលំនៅនៅប្រទេសទី3ទេត្រូវតែយល់ថាអង្គការសហប្រជាជាតិដោះស្រាយមិនចំពោះតែបងប្អូនខ្មែរក្រមសង្ឃខ្មែរក្រមទេគឺថាមនុស្សរាប់ពាន់រាប់លានអ្នកមានរឿងជុំវិញពិភពលោកហើយអង្គការសហប្រជាជាតិនេះគឺសំដៅទៅលើកន្លែងណាដែលបន្តនោះមុនដូច្នេះគឺថាសូមឲ្យប្រសង់និងបងប្អូនយើងត្រូវយល់ដល់រឿងនេះហ្នឹងការផ្ដាំផ្ញើខាងផ្នែកខាងអង្គការជនភៀសខ្លួនខ្ញុំកាលណាខ្ញុំបានផ្ទាល់ក៏បានជម្រាបគាត់ចឹងដែរតែខ្ញុំនឹងធ្វើដំណាក់ដំណងដើម្បីរកបញ្ជីថ្មីបន្តបន្ទាប់ថានរណាបានមានសិទ្ធិជាជនភៀសខ្លួនហើយនរណាមិនទាន់បានតើនៅខ្វះអីមូលហេតុអីសម្រាប់ដោះស្រាយហ្នឹងហើយគាត់ថាម្នាក់ត្រូវតែឲ្យច្បាស់លាស់រឿងរបស់ខ្លួនត្រូវតែមានមូលហេតុនៃការរត់ត្រូវតែមានกระดาษស្នាមបញ្ជាក់ថាខ្លួននឹងជាខ្មែរក្រោមឲ្យបានច្បាស់លាស់សំណុកដល់ពួកគាត់នឹងធ្វើការផងដែរអាហ្នឹងចំពោះបងប្អូនប្រសង់យើងនៅប្រទេសថៃ
នៅពេលលំបាញ់បាញ់នេះគឺថាទើបតែចេញពីការជួបជាមួយនឹងគណៈកម្មការផ្នែកខាងសិទ្ធិមនុស្សផ្នែកខាងជំនឿសាសនាដោយលើកយកបញ្ហាការបដូរត្រាវត្តនៅកម្ពុជាក្រោមការបដូរត្រាវត្តនៅកម្ពុជាក្រោមក៏បានបញ្ជាក់ច្បាស់លាស់ណាគឺរឿងអស់ហ្នឹងគឺបាននិយាយជាមួយរដ្ឋាភិបាលគឺថារដ្ឋាភិបាលមិនត្រូវផ្លាស់ប្ដូរនៅត្រារបស់វត្តទេប៉ុន្តែជាសម្គាល់របស់វត្តនីមួយៗគឺគាត់បានលើកយកបញ្ហានេះជាមួយរដ្ឋាភិបាលប្រទេសវៀតណាមដែលបានពួកគាត់បានជួបកាលពីឆ្នាំទៅមិញហើយដោយសារគាត់បានរបាយការណ៍និងបានបញ្ជាក់ថាមានការផ្លាស់ប្ដូរទាំងអស់នោះហើយគាត់បានជួបសូមបញ្ជាក់បន្ថែមជួបប្រសង់យើងហើយគាត់ថាប្រសង់យើងដែលបានជួបជាមួយគាត់ត្រូវតែឲ្យគាត់ដឹងព្រោះរដ្ឋាភិបាលវៀតណាមនោះបានន័យថាបាននិយាយគ្នាច្បាស់លាស់ណាគឺថាមិនប៉ះពាល់ទៅដល់មនុស្សណាមួយប្រសង់ណាមួយណាមួយដែលតំណាងគ្រប់រក្សាសិទ្ធិមនុស្សនោះជួបថាសូមឲ្យបងប្អូនយើងទាំងបានដឹងគឺថាព្រោះកាលណាមានការរំលោភនោះគឺថាជាការខុសមួយយ៉ាងធំពីការប្រព្រឹត្តតែតាមផ្ទុយទៅវិញពួកគាត់មានការសោកស្ដាយដោយឃើញថាគាត់បានលើកយកបញ្ហាត្រាវត្តយកទៅនិយាយតែផ្ទុយទៅវិញឥឡូវត្រាបានคล้ายទៅជាបន្តคล้ายទៅជាប្រើជាភាសាវៀតណាមទាំងអស់គឺថាជាការសោកស្ដាយហើយគាត់នឹងយករឿងនេះធ្វើរបាយការណ៍ទៅថ្នាក់លើបន្តទៅទៀតដោយថារដ្ឋាភិបាលវៀតណាមមិនបានគោរពនៅអ្វីដែលគេបាននិយាយជាមួយនឹងពួកគាត់នឹងសូមឲ្យប្រសង់សូមឲ្យបងប្អូនយើងនៅកម្ពុជាក្រោមនោះបានជ្រាបក៏សូមឲ្យរដ្ឋាភិបាលវៀតណាមក៏បានដឹងដែរថាអ្វីដែលរដ្ឋាភិបាលវៀតណាមធ្វើទៅលើប្រសង់ធ្វើទៅលើបងប្អូនយើងនៅកម្ពុជាក្រោមមិនអាចលាក់ចិត្តទេអង្គការសហប្រជាជាតិដឹងរដ្ឋាភិបាលផ្សេងទៀតដឹងមិនអាចលាក់បានទេដូច្នេះរដ្ឋាភិបាលវៀតណាមត្រូវតែគោរពនៅអ្វីដែលខ្លួនបានសន្យាទទួលស្គាល់នៅក្នុងជាមួយនឹងអង្គការសហប្រជាជាតិហើយជាចុងក្រោយនេះក្រៅពីការចូលរួមធ្វើបុណ្យខ្ញុំបកណាខ្ញុំបាទចង់ទូលជម្រាបថានៅសប្តាហ៍ក្រោយនេះខ្ញុំនឹងធ្វើដំណើរទៅប្រទេសបែលហ្សិកនឹងចូលទៅជួបខាងគណៈកម្មការទទួលបន្ទុកខាងសិទ្ធិមនុស្សនិងជំនឿសាសនាផងដែរជាមួយនឹងសភាអឺរ៉ុបដូច្នេះយើងឃើញថាយើងនឹងជំរុញនៅគ្រប់ជ្រុងទាំងអស់ដើម្បីឲ្យដល់បងប្អូនប្រសង់ខ្មែរក្រមយើងបានដឹងបានលឺនឹងផងទី1ហើយទី2ទៀតក៏យើងចង់បង្ហាញឲ្យឃើញថារដ្ឋាភិបាលវៀតណាមមិនអាចបិទបាំងនៅអ្វីទាំងអស់ពីផ្នែកពិភពលោកដែលគេកំពុងតែមើលថាតើរដ្ឋាភិបាលវៀតណាមនោះបានផ្លាស់ប្ដូរដល់កម្រិតណាទៅការសន្យាការថានឹងខិតខំធ្វើនៅអ្វីដែលខ្លួនបាននិយាយជាមួយនឹងអង្គការសហប្រជាជាតិនិយាយជាមួយនឹងសភាអឺរ៉ុបនិយាយជាមួយនឹងរដ្ឋាភិបាលផ្សេងមានប្រទេសកាណាដាមានសហរដ្ឋអាមេរិកហើយនិងសហគមន៍អឺរ៉ុបទាំង27ប្រទេសរដ្ឋាភិបាលអូស្ត្រាលីញូហ្សេឡង់ជាដើមអាស្រ័យហេតុនេះខ្ញុំជាចុងក្រោយនេះខ្ញុំកណ្ណាខ្ញុំបាទសូមពៀវនាវដល់ប្រសង់យើងជាពិសេសគុណនៅគ្រប់វត្តទាំងអស់នៅកម្ពុជាក្រមថាសូមឲ្យមានសេចក្តីក្លាហានដែរការក្លាហាននេះមិនមែនក្លាហានធ្វើឲ្យស្លាប់ខ្លួនធ្វើឲ្យស្លាប់ជាតិតែសេចក្តីក្លាហានមួយនិយាយពីការពិតយើងជាអ្នកកាន់ពុទ្ធសាសនាការពិតត្រូវតែមានស្រេចនៅក្នុងខ្លួនដូច្នេះការនិយាយការពិតនេះមិនមានទោសបីអ្វីទេទាំងនៅក្នុងច្បាប់ពុទ្ធសាសនាក៏ដូចជាក្នុងច្បាប់អង្គការសហប្រជាជាតិក៏ដូចជាបុគ្គលមួយគណៈបុគ្គលម្នាក់ខ្លាយទៅជាបុគ្គលដែលនិយាយពីសច្ចៈទៀងត្រង់បុគ្គលហ្នឹងដែលទទួលការរាប់អានបុគ្គលហ្នឹងដែលត្រូវមានញាតិមិត្តភក្តិសន្តានជាដែលគេរាប់អានទទួលស្គាល់យ៉ាងណាមិញចំពោះជនជាតិយើងចំពោះខ្មែរក្រមយើងដូចគ្នាអញ្ចឹងដែរគឺថាយើងត្រូវតែធ្វើរឿងហ្នឹងហើយយើងកុំខ្លាចការពិតពិភពលោកគេចង់បានតែការពិតទេដូច្នេះខ្ញុំជឿជាក់ថាអ្វីដែលយើងជឿជាក់នៅក្នុងខ្លួនហើយយើងនឹងខិតខំខ្ញុំជឿថាការប្រឹងប្រែងការតស៊ូការពារនៅវប្បធម៌អរិយធម៌ការពារនៅដួងព្រលឹង
ជាតិយើងការពារនៅវីរភាពជាពិសេសវីរភាពរបស់អង្គការសឿនគួយដែលគាត់បានបូជាជីវិតសម្រាប់ផលប្រយោជន៍ដល់បងប្អូនខ្មែរក្រមយើងមកដល់បច្ចុប្បន្ននេះហើយយើងសប្តាហ៍នេះយើងមិនបានបូជាជីវិតដល់ទៅកាត់កដល់ទៅសម្លាប់ខ្លួនដើម្បីការពារនឹងទេព្រោះនៅពេលនេះគេថាយើងធ្វើគឺគេដឹងហើយគេការពារគេជួយយើងអានេះក៏សូមឲ្យព្រះរាជគុណគ្រប់ព្រះអង្គសូមឲ្យបងប្អូនយើងនៅក្នុងស្រុកសូមឲ្យបងប្អូនយើងនៅក្រៅស្រុកសូមជ្រាបរឿងមួយចុងក្រោយគឺថាសូមអំពាវនាវដល់ប្រសង់ដល់បងប្អូនខ្មែរក្រមយើងគឺថាយើងជាអ្នកការពារសិទ្ធិបងប្អូនយើងនៅក្នុងស្រុកប្រសង់យើងនៅក្នុងស្រុកដូច្នេះកម្លាំងមួយសម្លេងមួយសំខាន់ណាស់មិនវាខុសគ្នាជាមួយនឹងរដ្ឋាភិបាលវាខុសគ្នាជាមួយនឹងគណៈបកនយោបាយដែលផ្សេងគ្នាដាច់ចន្លោះហើយការធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះសហព័ន្ធបានក្លាយទៅជាអង្គការមួយដែលអន្តរជាតិទទួលស្គាល់ដែលរដ្ឋាភិបាលទទួលស្គាល់មិនមែនទទួលស្គាល់បុគ្គលដែលធ្វើនៅក្នុងអង្គការសហព័ន្ធតែគេស្គាល់តែសហព័ន្ធមួយតែប៉ុណ្ណឹងហើយរដ្ឋាភិបាលយួនហ្នឹងក៏ទទួលស្គាល់ថាមានតែសហព័ន្ធខ្មែរកម្ពុជាក្រមនេះគេមិនដែលបានសម្គាល់ថានេះថាច់យកថាច់នោះថាច់វៀននោះត្រឹងមិនរិននោះចៅរៀបត្រឹងមិនរិនឬក៏ណានាផ្សេងទៀតនៅក្នុងគណៈកម្មការនយោបាយគឺគេសម្គាល់តែសហព័ន្ធខ្មែរកម្ពុជាក្រមដូច្នេះគណៈខ្ញុំបាទសូមអរគុណនិងសូមអរគុណបងប្អូនយើងទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកសូមអរគុណ